はい、皆さん、おはようございます。ngàyហ្នឹងគឺតកតូននឹងវេយ្យាករណ៍មហិន្ទី6បន្តិចតែអត់សង្កត់ធ្ងន់ទេទាំងអស់គ្នាគ្រាន់តែសរសេរចង់ឲ្យទាំងអស់គ្នារៀនភ្ជាប់រវាងនាមនិងកិរិយាសព្ទតោះអញ្ចឹងកិរិយាសព្ទសកម្មគឺជាកិរិយាសព្ទបង្ហាញពីទង្វើឬសកម្មភាពហើយដើម្បីភ្ជាប់រវាងនាមនិងកិរិយាសព្ទគេប្រើឈ្នាប់អូអញ្ចឹងភាសាជប៉ុនគឺវាមានន័យថាមានន័យវាលក្ខណៈផ្ទុយនឹងភាសាខ្មែរយើងណា អញ្ចឹងមានថាទៅផ្សារអញ្ចឹងគេផ្សារទៅធ្វើម្ហូបអញ្ចឹងជប៉ុនគេហៅម្ហូបធ្វើអញ្ចឹងយើងត្រូវចាំទីតាំងរបស់វាអញ្ចឹងយើងប្រើវាជារៀងរាល់ថ្ងៃវាទម្លាប់ទៅទាំងអស់គ្នាតោះចូលពាក្យទីមួយតើតើនឹងផ្លែឈើភាសាជប៉ុនគេហៅថាគឺដាម៉ូណូហើយហូបគេហៅថាថាបេម៉ាអញ្ចឹងយើងត្រូវដាក់អុកសម្រាប់ភ្ជាប់ជាមួយទៅនឹងអឺនាមនិងកិរិយាសព្ទអញ្ចឹងឧទាហរណ៍ថាគឺដាម៉ូណូអូថាបេម៉ាហូបផ្លែឈើអញ្ចឹងគឺដាម៉ូណូផ្លែឈើថាបេម៉ាគឺហូបអញ្ចឹងយើងត្រូវដាក់ឆ្នប់អុកដើម្បីភ្ជាប់វាដើម្បីឲ្យចេញជាប្រយោគណាទាំងអស់គ្នាតោះមួយទៀតប៉ាំងប៉ាំងភាសាជប៉ុនហៅនំប៉័ងភាសាជប៉ុនប៉ាំងខ្មែរហៅនំប៉័ងថាបេម៉ាហូបអញ្ចឹងប៉ាំងអូថាបេម៉ាអញ្ចឹងហូបនំប៉័ងយើងមិនអាចនិយាយថាប៉ាំងថាបេម៉ាបានទេត្រូវមានអក្សរអុកនឹងសម្រាប់ភ្ជាប់វារៀងនាមតោះតទៀតអានេះគេហៅថាងូហាំងបាយថាបេម៉ាហូបងូហាំងអូថាបេម៉ាស់ហូបបាយតទៀតយ៉ាក់សាយបន្លែថាបេម៉ាហូបអញ្ចឹងយ៉ាក់សាយអូថាបេម៉ាហូបបន្លែតទៀតសក្តានៈត្រីអញ្ចឹងសក្តាណាអូថាបេម៉ាហូបហូបត្រីតោះអាសាហ្គោហាំងអាហារពេលព្រឹកឬក៏បាយព្រឹកណាទាំងអស់គ្នាអាហារពេលព្រឹកក៏បានបាយព្រឹកក៏បានណាអញ្ចឹងអាសាហ្គោហាំងអូថាបេម៉ាអញ្ចឹងហូបអាហារពេលព្រឹកឬក៏បាយព្រឹកតោះមួយទៀតថាម៉ាង៉ូសុទ្ធឬក៏គេហៅខ្មែរយើងហៅពងណាពងទាពងមាន់ហ្នឹងគេហៅថាភាសាច្បាប់គេហៅថាថាម៉ាង៉ូអញ្ចឹងថាម៉ាង៉ូអូថាបេម៉ាស់ហូបសុទ្ធនេះគឺអូថាបេម៉ាស់អញ្ចឹងនេះគឺសាច់នេះគឺអូថាបេម៉ាស់ហូបសាច់តោះចូលគេអាស័ព្ទមួយទៀតគេហៅថា nomimas អញ្ចឹង nomimas បកថាផឹកអញ្ចឹងយើងសម្ដៅផឹកបានតែភេសជ្ជៈឯណោះប្រភេទពពួកទឹកដូចជាទឹកក្រូចទឹកសុទ្ធឬក៏ទឹកអីដែលអស់ជាប្រភេទទឹកកាហ្វេអីហ្នឹងអាហ្នឹងគេប្រើពាក្យថា nomimas ហើយឧទាហរណ៍មីซึអូ nomimas ហូបផឹកទឹកយើងហូបភាសាគួរសមយើងហៅហូបទឹកអញ្ចឹងភាសាផ្លូវការគេហៅផឹកទឹកអញ្ចឹងមីซึអូ nomimas ផឹកទឹកអូឆាអូឆានេះទឹកតែបងប្អូនគ្នាអូឆាអូនៅមីម៉ាផឹកទឹកតែយឺញើយឺញើនេះដោះគោបងប្អូនគ្នាយឺញើទឹកដោះគោអញ្ចឹងយឺញើអូនៅមីម៉ាផឹកទឹកដោះគោតោះកូហ៊ីនកាហ្វេកូហ៊ីអូនៅមីម៉ាផឹកកាហ្វេジュースジュースジュースនេះគឺទឹកផ្លែឈើទាំងអស់គ្នាジュースអូនៅមានមកផឹកទឹកផ្លែឈើបៀឬស្រាបៀដូចជាអង្គរបៀឬក៏កម្ពុជាបៀហ្គេនស្បិតបៀហ្នឹងស្រាបៀកម្ពុជាហ្នឹងអញ្ចឹងបៀឬអូនៅមានមកផឹកស្រាបៀគឺសេរីនេះថ្នាំទាំងអស់គ្នាតែបើយើងអឺពាក្យថា no មានម៉ាយើងអាចបកថាផឹកថ្នាំក៏បានដែរព្រោះដោយករណីនឹងលើកលែងណាអញ្ចឹង no មានម៉ាអាចបកថាផឹកបានជាមួយនឹងថ្នាំអញ្ចឹងគឺ serio no មានម៉ាគឺ serio no មានម៉ាតោះឥឡូវយើងចូលគេស័ព្ទមួយទៀតយោមីម៉ាវិញម្ដងយោមីម៉ាបកថាអានអញ្ចឹងអានទៅលើទស្សនាប័ណ្ណសភៅតោះ Zasio យោមីម៉ាអានទស្សនាប័ណ្ណឬក៏មើលទស្សនាប័ណ្ណរបស់យើងនឹង អានេះស៊ីមប៊ឺនអូយោមីម៉ាអានអានកាសែតអានេះគឺ
ហុនសៀវភៅហុនអូយូមីម៉ាស់អានសៀវភៅអានេះគឺថេកាមី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 នឹងសបុតថេកាមីអូយូមីម៉ាស់អានសំបុតតោះចូលមកដល់កិរិយាសព្ទមួយទៀតមីម៉ាស់នឹងបកមើលពិនិត្យក៏បានដែរមើលឬក៏ពិនិត្យមើលតោះឧទាហរណ៍ Terebio មីម៉ាស់មើលទូរទស្សន៍ Terebio មីម៉ាស់មើលទូរទស្សន៍តោះសាក់ស៊ីងសាក់ស៊ីងនឹងរូបថតសាក់ស៊ីងអូមីម៉ាស់សាក់ស៊ីងអូមីម៉ាស់មើលមើលរូបថតអញ្ចឹងអាហ្នឹងគឺកិរិយាសព្ទដែលភ្ជាប់រវាងនាមនិងកិរិយាសព្ទបងប្អូនតោះអានេះកុនបងប្អូនភាពយន្តឬក៏កុនណាអេហ្គាកុនអេហ្គាកុនតោះអេហ្គាអូមីម៉ាស់មើលកុនតោះសាក់កាសាក់កាសាក់កានេះកីឡាបាល់ទាត់ណាសាក់កាអូមីម៉ាស់មើលកីឡាបាល់ទាត់ចូលពាក្យមួយទៀតគេសាក់គីគីម៉ាស់នេះបកថាស្ដាប់អញ្ចឹងស្ដាប់ទៅលើតន្ត្រីនឹងតោះអង្កាគឺអូគីគីម៉ាស់ស្ដាប់តន្ត្រីអង្គការគឺនឹងបកថាតន្ត្រីក៏បានចម្រៀងដែលយើងស្ដាប់ក៏បានដែរអង្គការគឺអូគីគីម៉ាស្ដាប់ចម្រៀងឬស្ដាប់តន្ត្រីតោះរ៉ាឌីអូរ៉ាឌីអូបកថាវិទ្យុឬក៏រ៉ាឌីអូទាំងអស់គ្នារ៉ាឌីអូគីគីម៉ាស្ដាប់វិទ្យុចូលពាក្យមួយទៀតកាគីម៉ានេះបកថាសរសេរឧទាហរណ៍ថេហ្គាមីអូកាគីម៉ាថេហ្គាមីអូកាគីម៉ាសរសេរសំបុត្រតោះមួយទៀតចឹងហីរ៉ាកាណាចឹងហីរ៉ាកាណាយើងអាយអ៊ឺអេអូហ្នឹងហីរ៉ាកាណាអូកាគីម៉ាសរសេរហីរ៉ាកាណាតោះមួយទៀតកាតាកាណាកាតាកាណាអូកាគីម៉ាសរសេរអក្សរកាតាកាណាតោះចឹងកាគីម៉ាយើងក៏អាចបកថាគូក៏បានដែរតើអ្នកគ្នាគូគំនូអីណាអញ្ចឹងយើងថាអេអូកាគីម៉ាសអេអូកាគីម៉ាគំនូតទៀតខៃម៉ាស់ខៃម៉ាស់ទិញតោះឧទាហរណ៍ហ៊ុនអូខៃម៉ាស់ទិញសៀវភៅអញ្ចឹងយើងចង់ដាក់ទិញនេះក៏បានដែរអត់តែយើងចង់ដាក់នាមហ៊ុនអូខៃម៉ាស់ទិញសៀវភៅជីសូអូខៃម៉ាស់ទិញវចនានុក្រមតោះខាបាំងអូខៃម៉ាស់ខាបាំងអូខៃម៉ាស់ទិញកាតាបតទៀតនេះគឺសាច់តោះនេះគឺអូខៃម៉ាស់ទិញសាច់ថាម៉ាង៉ូថាម៉ាង៉ូអូខៃម៉ាស់ទិញសុទ្ធឬក៏ទិញពងទាពងមាន់ហ្នឹងណាតោះអញ្ចឹងយើងចូលដល់កន្លែងអត្ថន័យពាក្យថាស៊ីម៉ាស់បកបានច្រើនណាស់បងប្អូនស៊ីម៉ាស់បកថាធ្វើលេងចងអញ្ចឹងវាអត្ថន័យវាច្រើនអញ្ចឹងយើងទៅមើលពាក្យថាស៊ីម៉ាស់ហ្នឹងមួយតោះអញ្ចឹងស៊ីម៉ាស់អត្ថន័យទីមួយគឺលេងកីឡាឬក៏លេងល្បែងអីមួយតោះឧទាហរណ៍ tennis tennis នឹងកីឡាវាយសី tennis ណាអញ្ចឹងយើងដាក់ tennis អូស៊ីម៉ាស់លេងកីឡា tennis អញ្ចឹងមិនថាស៊ីម៉ាស់កន្លែងហ្នឹងបកថាលេងហើយអញ្ចឹងលេងកីឡាtennis តោះសាក់កានេះកីឡាបាល់ទាត់អញ្ចឹងសាក់កាអូស៊ីម៉ាស់អញ្ចឹងស៊ីម៉ាស់កន្លែងហ្នឹងបកថាលេងកីឡាបាល់ទាត់តោះអានេះយើងដឹងហើយលេងបៀហើយអញ្ចឹងបៀភាសាជប៉ុនគេហៅថាធរ៉ាំពឹធរ៉ាំពឹនឹងបៀលេងបៀស៊ីគូថៃអីហ្នឹងធរ៉ាំពឹអូស៊ីម៉ាលេងបៀតោះឥឡូវយើងចូលអត្ថន័យទី2នៃពាក្យថាស៊ីម៉ាស់វិញម្ដងស៊ីម៉ាស់អត្ថន័យទី2នេះគឺមានន័យថាធ្វើការឬក៏ជួបជុំឬក៏ធ្វើពិធីអីមួយដូចថាយើងធ្វើពិធីជប់លៀងធ្វើពិធីខួបកំណើតឬក៏ធ្វើការប្រជុំអីហ្នឹងអានោះមានថាឲ្យវាដើរតួជាកិរិយាសព្ទតោះឧទាហរណ៍ទី1ប៉ាទីអូស៊ីម៉ាស់ប៉ាទីនឹងពិធីជប់លៀងណាប៉ាទីអូស៊ីម៉ាស់ធ្វើពិធីជប់លៀងតោះថៃគីអូស៊ីម៉ាស់ថៃគីនឹងប្រជុំថៃគីអូស៊ីម៉ាស់គឺថាធ្វើការប្រជុំតោះយើងចូលមើលអត្ថន័យទី3នៃពាក្យស៊ីម៉ាស់អត្ថន័យទី3មានន័យថាធ្វើ
ធ្វើអ្វីមួយតោះឧទាហរណ៍ស៊ីកូតូស៊ីម៉ាស់ធ្វើការងារអញ្ចឹងស៊ីកូតូនឹងការងារស៊ីកូតូស៊ីម៉ាស់ធ្វើការងារអញ្ចឹងវាដូចហត្ថរគីម៉ាស់ដែរបងប្អូនគ្នាតោះមួយទៀតដេងវ៉ាអូស៊ីម៉ាស់ទេទូរស័ព្ទដេងវ៉ាទូរស័ព្ទស៊ីម៉ាស់យើងអាចបកថាទេឬក៏អឺនិយាយទូរស័ព្ទក៏បានដែរតោះដេងវ៉ាអូស៊ីម៉ាស់តោះ Shukudai o Sima Shukudai ហ្នឹងកិច្ចការងារផ្ទះគេហៅថាភាសាអង់គ្លេសគេហៅថា homework ណា Shukudai o Simas ធ្វើធ្វើកិច្ចការងារផ្ទះតោះ Sashin o Torimas វិញម្ដងអញ្ចឹង Sashin o Torimas នេះមានអត្ថន័យថាថតរូបអញ្ចឹងមានថា Torimas ហ្នឹងគឺថតតើគ្នាចូលពាក្យបន្ទាប់ណា Sashin o Torimas ថតរូប Tabaco សើយម៉ាស់ជក់បារី Tabaco ជក់សើយម៉ាស់Tabaco បារីសើយម៉ាស់ជក់តោះ Tomodachi ni aimasu ករណីឡើយនេះជួបមិត្តភ័ក្តិគេអត់ប្រើជាមួយនឹងអូយគេប្រើជាមួយនឹងនេះអញ្ចឹង Tomodachi ni aimasu ជួបមិត្តភ័ក្តិឬក៏ជួបណាគេក៏បានដែរជួបមិត្តដូចដាក់ឈ្មោះ sensei នេះ aimasu ជួប sensei មួយទៀតអីគេជួបសង្សារ Kanojo នេះឯងមកជួបសង្សារអញ្ចឹងទៅអញ្ចឹងឈ្មោះយើងចង់ដាក់ឈ្មោះណាគេក៏បានដែរតាប្រើមួយពាក្យឯងមកឧទាហរណ៍សរសេរនិយាយថាជួបអីគេឧទាហរណ៍ថាធីតាសាននេះឯងមកជួបធីតាតោះចឹងឃ្លាចុងក្រោយមានប្រយោគសន្ទនាមួយគេថា Nani o shimasu តើអ្នកធ្វើអ្វី Nani o shimasu តើអ្នកធ្វើអ្វី Yori o shimasu Yori ហ្នឹងគឺម្ហូប shimasu ធ្វើអញ្ចឹង Yori o shimasu ធ្វើម្ហូបហើយអញ្ចឹងយើងចង់ដាក់ធ្វើអីក៏បានដែរស្រេចតែយើងឯតោះមណាសាំយើងបញ្ចប់ត្រឹមហ្នឹង Arigatou gozaimasu